ខ្ញុំបាទឈ្មោះហេងវរៈសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈនិងបងប្អូនជនរួមជាតិខ្មែរដែលរស់នៅពាសពេញពិភពលោកសូមទានជ្រាបសូមជ្រាបថ្ងៃនេះខ្ញុំសូមធ្វើអត្ថាធិប្បាយអំពីទស្សនមតិនិងចក្ខុនិស័យនយោបាយរបស់លោកគៀនចក្រវង្សទស្សនមតិនិងចក្ខុវិស័យនយោបាយរបស់លោកគៀនចក្រវង្សកូនខ្មែរក្រៅម្នាក់ជាអតីតវីរៈស្នេហ៍ឯកក្នុងរជ្ជកាលលោកសេនាប្រមុខលន់នល់មានប្រតិកម្មប្រឆាំងលោកសួនសេរីរដ្ឋាដែលបាននិងកំពុងបង្កើតចលនាកុម្មុយនីសបង្កប់នៅក្រៅប្រទេសភាគទី1សួនសេរីរដ្ឋាកើតក្នុងរបបប៉ុលពតដែលឪពុកម្ដាយបងប្អូនមាមីងបានប្រត់ប្រាស់វិនាសបែកបាក់គ្នាអស់ដោយសាររជ្ជកាលនោះដោយប្រត់ខ្មែរទាំង3លាននាក់បានឆ្លងកាត់ឈ្មោះកំណើតរបស់គាត់គឺសួនរដ្ឋាដែលជាអតីតកុមារកូឡា2រួមទាំងខំវាសនានិងសំសេរីលៈបីបាច់ឧបត្ថម្ភគ្រប់គ្រងបណ្ដោះបញ្ចូលមនោគមវិជ្ជាកុម្មុយនីសដោយយួនហាណូយបន្ទាប់ពីរបបប៉ុលពតរលំរលាយបានវឹកវើទទួលទ្រឹស្ដីយួនកុម្មុយនីសយ៉ាងអិនឆ្អៅពិតប្រាកដតាំងពីកុមារភាពមកម្លេះដូច្នេះគ្មានគ្រូបាអាចារ្យណាព្រានប្រដៅផ្លាស់ប្ដូរបទបន្តនយោបាយរបស់សួនរដ្ឋាបានឡើយជាជនល្ងងខ្លៅអវិជ្ជាជីវៈអាននិងសរសេរអក្សរបារាំងឬអង់គ្លេសសូម្បីតែមួយឃ្លាក៏មិនបានត្រឹមត្រូវស្របតាមក្បួនវិយាករផងនេះសួនសេរីរដ្ឋាពិតជាល្ងិលល្ងងរួចតាំងខ្លួនធ្វើជាអ្នកចេះសួនរដ្ឋាពូកែខាងអំនួតវាប្រហារជេរប្រមាថអ្នកនយោបាយដ៏ឆ្នើមបីដូចជាឯកឧត្តមសំរងស៊ីនិងកឹមសុខាប្រធាននិងអនុប្រធានគណៈបក្សសង្គ្រោះជាតិសួនសេរីរដ្ឋាជាជនឆ្លៀតឱកាសនិយមជ្រុលនិយមឆ្វេងនិយមអាញនិយមនិងជាជនកំហូចបានដើរឃោសនាប្រាប់ខ្មែរផងទាំងពួងថាមេដាបៃតារបស់ខ្លួនជាខ្មែរក្រោមជាអតីតយុទ្ធជនធ្វើឲ្យសហគមន៍ខ្មែរកម្ពុជាក្រោមនៅក្នុងនិងក្រៅប្រទេសអើលភ្លុកទឹកភ្លុកដីដើរតាមអាកំហូចសួនរដ្ឋាតាមកម្លាំងកាយចិត្តនយោបាយជាពិសេសដុល្លារសួនរដ្ឋាបាននឹងកំពុងធ្វើស្រែជួស្រែលើខ្នងប្រវត្តិខ្មែរនៅក្រៅប្រទេសសពថ្ងៃមានតែខ្មែរក្រមមួយខ្នាតតូចនៅឲ្យបាយសួនរដ្ឋាឆៃដោយសារនយោបាយបោកប្រាស់បច្ចុប្បន្នភាពសួនសេរីរដ្ឋាជាប្រធានចលនាកុម្មុយនីសយួនហាណូយបង្កប់នៅក្រៅប្រទេសបាននឹងកំពុងសហការយ៉ាងរលូនស្អិតរមួតជាមួយលោកមុំត្រង់ដូប្រធានសមាគមអ្នកប្រជាធិបតេយ្យនិងវិទ្យុសមុខឃ្មុំចាប់តាំងពីពេលនោះមុំត្រង់ដូក៏បានបើកគណៈបកប្រឆាំងខ្យល់មួយទន្ទឹមស្របពេលជាមួយគ្នាមុំត្រង់ដូក៏សម្រេចចិត្តបាញ់ឈប់និងបញ្ចប់ការរិះគន់តិទៀនបំផ្លិចបំផ្លាញលោកហ៊ុនសែនដោយសារល្បិចកលសាមកុកវីឡាដុល្លារមាសពេជ្រឡាក់សួនសេរីរដ្ឋាក៏បានបើកគណៈបកប្រឆាំងមួយមានឈ្មោះថាគណៈបកអំណាចប្រកខ្មែរហៅកាត់ថាគួបអពួរខទិសដៅបេសកកម្មនិងអរិយាប័ត្រនយោបាយរបស់លោកប្រធានទាំងពីរទី1ទប់ជើងក្រែថ្វាយសម្ដេចហ៊ុនសែនក្នុងយុទ្ធនាការបោះឆ្នោតនាពេលខាងមុខទី2បំបែកបំបាក់បំផ្លិចបំផ្លាញរំលាយគណៈបក្សសង្គ្រោះជាតិដែលឧបត្ថម្ភគ្រប់គ្រងដោយអង្គការសហប្រជាជាតិសភាព្រឹទ្ធសភាអាមេរិកសហគមន៍អឺរ៉ុបប្រទេសលោកសេរីនិងប្រទេសខ្មែរនៅជុំវិញពិភពលោកក្នុងនិងក្រៅប្រទេសសូមជម្រាបបញ្ជាក់ផងដែរថាគណៈបក្សសង្គ្រោះជាតិត្រូវបានឧបត្ថម្ភគ្រប់គ្រងស្របច្បាប់ដោយសេចក្តីសម្រេចចិត្តរបស់សភាអាមេរិកលេខ310និងព្រឹទ្ធសភាលេខ163និងលេខ271នៅពេលណាមុំត្រង់ដូនិងសួនសេរីរដ្ឋាសម្រាប់ចិត្តប្រឆាំងគណៈបក្សសង្គ្រោះជាតិនោះគេទាំងពីរនឹងคล้ายខ្លួនទៅជាសត្វជីងចក់ឬសត្វបង្គួយស្គួមតូចមួយដោយគ្មានទីជម្រក
ជាពិសេសទៅទៀតនឹងคล้ายទៅជាឯកក្រៀមមួយដុំយ៉ាងតូចដែលគ្មានមនុស្សផងទាំងពួងត្រូវការសួនស្រីរដ្ឋាក៏ដូចមកត្រង់ដូរជាជនល្ងិតល្ងងល្ងីល្ងើភ្លីភ្លើពួកថ្ងាសពូកែតែខាងអួតអាងធ្វើប្រជាពិធចេះបញ្ចើចបញ្ចើពលរដ្ឋរងគ្រោះលើកខ្លួនឯងខ្ពស់ដើរសំបាយកេឆីមួយថ្ងៃទៅមួយថ្ងៃដើរប្រមូលដុល្លារយកទៅដំកើងគ្រួសារលាក់ដោយឡែកសួនស្រីរដ្ឋាជាជនពោពេញទៅដោយអំនួតអួតអាងនិងលាក់ពុតបុតនាពេលលោកធ្វើការឃោសនាម្ដងលោកតែបញ្ចេញវីរភាពនិងសុពលភាពអួតអាងថាលោកបានសិក្សាផ្នែកច្បាប់ក្នុងមហាវិទ្យាល័យនៅប្រទេសម៉ាឡេស៊ីនិងសហរដ្ឋអាមេរិកសំណួរសួរថាតើសួនស្រីរដ្ឋារៀនអក្សរចិនចាមឬអាល្លឺម៉ង់បានជាសរសេរនិងនិយាយភាសាអង់គ្លេសតែមួយឃ្លាក៏មិនបានត្រឹមត្រូវស្របទៅតាមក្បួនវិយាក៏ផងនេះចំជាគ្មានហេរៈឧត្តបៈឬសេចក្តីខ្មាស់បាបសូម្បីតែបន្តិចចូលសួនសេរីរដ្ឋានឹងម៉មស្រង់ដូរកត់ត្រាទុកក្នុងគុកក្បាលថាបច្ចុប្បន្នភាពជាយុគសម័យគេហទំព័រនិងបច្ចេកវិទ្យាសូម្បីតែកុមារីនៅសហរដ្ឋក៏ចេះអាននិងសរសេរអក្សរអង់គ្លេសគាត់ប្រសើរជាងលោកទាំងពីរផងដឹងខុសដឹងត្រូវដឹងខ្ពស់នឹងទាបមិនចេះដើរកុហកភូតភួរបោកប្រាស់អ្នកផងទាំងពួងជាពិសេសសួនស្រីរដ្ឋាមានលក្ខណៈប្លែកខុសពីមនុស្សលោកធម្មតាមានទ្រង់ទ្រាយជាមនុស្សខុសខ្នាតភ្នែកជាសត្វក្អែកជាមនុស្សទឿដំណើរជ្រូកពោះកំប៉ោងឆៃតែម្ហូបណាឆ្ងាញ់ឆៃលឺដូចជ្រូកដេកសម្រុកលឺដូចខ្លាមុំរីឯម៉មស្រង់ដូរក៏មិនខុសគ្នាពីសួនស្រីរដ្ឋាប៉ុន្មានដែរប្រធានត្បាញអាយទាំងពីររូបមិនអាចคลายខ្លួនទៅជាសម្ដេចតេជោហ៊ុនសែនបានឡើយមានលិខិតប្តឹងសួនរដ្ឋាបកប្រែដោយលោកគៀនចក្រវង្សសូមមេត្តាសន្តាប់ដូចតទៅសូមព្រះថេរានុថេរៈនិងប្រិយមិត្តមេត្តាទួតនិងជ្រាបយើងខ្ញុំមានកិត្តិយសសូមជម្រាបពីបុគ្គលម្នាក់ឈ្មោះសួនស្រីរដ្ឋាឈ្មោះដើមកំណើតពិតសួនរដ្ឋាកាលនៅក្នុងប្រទេសកម្ពុជាសួនរដ្ឋាជាចារកម្មធ្វើការឲ្យអតីតឧត្តមសេនីយ៍មូលៀបដែលបានទទួលអនិច្ចកម្មកាលពីឆ្នាំ2006ជានាយកផ្នែកខាងក្រសួងសម្ងាត់របស់លោកហ៊ុនសែននាយករដ្ឋមន្ត្រីខ្មែរម្យ៉ាងទៀតសួនរដ្ឋាជាអ្នកពិនិត្យទៀងផ្ទាត់វិចារណកថាធ្វើការឲ្យម៉មសំណងដូរប្រធានវិទ្យុសមុខឃុំពិសេសជាងនេះទៅទៀតសួនរដ្ឋាត្រូវបានតែងតាំងដោយលោកហ៊ុនសែនធ្វើជាទីប្រឹក្សាផ្ទាល់របស់សម្ដេចសួនរដ្ឋាត្រូវបានបញ្ជូនមករស់នៅសហរដ្ឋអាមេរិកមិនមែនដើម្បីតែធ្វើចារកម្មប៉ុណ្ណោះទេតែមុខងារចម្បងគឺប្រមូលអតីតខ្មែរសាធារណរដ្ឋក្នុងរាជការលោកសេនាប្រមុខលន់នល់ឲ្យធ្លាក់ក្នុងអន្តរនយោបាយរបស់គេគ្រាដែលសួនរដ្ឋារស់នៅប្រទេសទី3បានចាប់ផ្ដើមធ្វើនយោបាយទំនាក់ទំនងសហការជាមួយខ្មែរអ្នកនយោបាយជាច្រើនក្រុមមុននឹងបង្កើតចលនាមួយនេះ The Khmer Committee for Justice and Equity ក្នុងឆ្នាំបន្ទាប់សួនរដ្ឋាបានបង្កើតចលនាមួយទៀតពោលគឺចលនាអំណាចប្រខ្មែរ The Khmer People Power Movement ជាអក្សរកាត់ KPPM សួនរដ្ឋាជាប្រធានទាំងពីរចលនាក្នុងគណៈនេះសួនរដ្ឋាតាំងខ្លួនជាអ្នកនយោបាយខ្មែរម្នាក់ជាវរជនម្នាក់ស្រមើស្រមៃឃើញខ្លួនឯងបីដូចស្ដេចសីហនុខ្ពស់ហើយអស្ចារ្យជាងបរោះទាំងឡាយទាំងពួងនៅក្រៅប្រទេសសួនរដ្ឋាមានល្បិចកលពូកែកុហកពូតភួរបោកប្រាស់ធ្វើឲ្យសមាជិកសមាជិកាសកម្មជនគាំទ្របញ្ឈប់និងបញ្ចប់ការគាំទ្រជាពិសេសថាវិការដូច្នេះសួនរដ្ឋាដើរសំបាយគេឆៃតែពេលយប់ល្បិចកលដល់ក្រខ្វក់ជាដំបងសួនរដ្ឋាបានធ្វើឲ្យសហគមន៍ខ្មែរនៅក្រៅប្រទេសភ្ញាក់ផ្អើលយ៉ាងរន្ធត់ដោយប្រកាសថានឹងរកមូលហេតុជាស្ដែងរកស្នាមមេដៃទាំងក្នុងនិងក្រៅប្រទេសក្នុងករណីដែលលោកហ៊ុនសែនបានប្រព្រឹត្តអក្រិតកម្មប្រល័យពូជសាសន៍សង្គ្រាម
ប្រឆាំងមនុស្សជាតិរំលោភសិទ្ធិមនុស្សរដ្ឋប្រហារពុករលួយក្បត់បកពួកនិយមឡាស់ទី2យោងទៅតាមផុសតាងជាក់ស្ដែងគឺស្នាមមេដាយ 100000 ដែលបានប្រមូលលោកប្រធានបានប្រកាសប្រាប់សកម្មជនគាំទ្រថានឹងកសាងសំណុំរឿងផ្ញើទៅតុលាការអក្រិតកម្មអន្តរជាតិដើម្បីប្តឹងលោកហ៊ុនសែនក្នុងគោលបំណងតែម្យ៉ាងគត់គឺទម្លាក់គាត់ចេញពីមុខតំណែងនិងរៀបចំកម្ពុជាឲ្យមានលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋស្របតាមសន្ធិសញ្ញាទីក្រុងប៉ារីស23 ដុល្លារឆ្នាំ1991ល្បិចកលដ៏ខ្មៅក្រខ្វក់នេះធ្វើឲ្យខ្មែរនៅក្រៅប្រទេសអស់ប្រាក់ដុល្លារពីហប៉ាវសល់តែគូខោលោកប្រធានប្រមូលបានប្រាក់រាប់សែនដុល្លារប៉ុន្តែជាអកុសលស្នាមមេដាយទាំងនោះសួនសេរីរដ្ឋាមិនបានបញ្ជូនទៅតុលាការអក្រិតកម្មអន្តរជាតិទេពីព្រោះនេះជាល្បិចកលមិនអនុញ្ញាតឲ្យលោកហ៊ុនសែនត្រូវបានកាត់ទោសដោយតុលាការខាងក្រោមជាសកម្មភាពអក្រិតដែលសួនសេរីរដ្ឋាបានប្រព្រឹត្តខ្ញុំសូមធ្វើអត្ថាធិប្បាយជូនភាគទី2នៅថ្ងៃស្អែកទៀតសូមអរគុណសូមជម្រាបលា